បាទសួស្តីថ្ងៃនេះខ្ញុំមកចែកម្លែកជាមួយនឹងការ convert រូបភាពធម្មតាឲ្យទៅជារូបភាពតុក្កតាដោយប្រើ AI ជំនួសហើយជាមួយនឹង AI នេះមានឈ្មោះថា Chat GPT តើតើនឹង Chat GPT នេះយើងអាចធ្វើនៅតាមធ្វើនៅក្នុងទូរស័ព្ទដៃរបស់យើងអញ្ចឹងខ្ញុំមកបង្ហាញនៅលើទូរស័ព្ទដៃរបស់ខ្ញុំតែម្ដងបាទជាដំបូងយើងចូលទៅក្នុង Play Store ចូលក្នុង Play Store បន្ទាប់មកយើង search ពាក្យchat យើង search ពាក្យ chat GPT យើងចុចមក search ដោយសារតែទូរស័ព្ទខ្ញុំធ្លាប់ download មកហើយអញ្ចឹងខ្ញុំអត់មានចុចអីទេចុចតែ update ចុចតែ update វាទៅបើសិនជាបងប្អូនអត់ទាន់មានយើងអាចចុច install នៅលើទូរស័ព្ទApple ឬក៏ Androidចឹងខ្ញុំចូលចុចទៅ open បន្ទាប់ពី open យើងអាចchat អីក៏បានយើងគ្រាន់តែយើង chat នៅក្នុង GPT ហ្នឹងអញ្ចឹងAI វាឆ្លើយតបមកយើងវិញអញ្ចឹងណាបន្ទាប់មកយើងជ្រើសរើសរូបភាពមួយដែលយើងចង់ convert រូបភាពនឹងឲ្យទៅជារូបតុក្កតាអញ្ចឹងខ្ញុំចុចរូបភាពមួយបន្ទាប់មកខ្ញុំ send ឲ្យ Chat GPT នឹងគាត់ convert បន្ទាប់មកទៀតយើងសរសេរនេះដូចខ្ញុំសរសេរខាងក្រោមនេះដោយសារតែខ្ញុំជួយសរសេរយូរខ្ញុំ copy ដាក់តែម្ដងអញ្ចឹងបងប្អូនអាចយកអានេះ generate GLIF and version of this image to convert this image in the GLIF version ខ្ញុំអានអង់គ្លេសអត់សូវច្បាស់ទេអញ្ចឹងវាកំពុងតែធ្វើការ convert រូបភាពដែលយើង send ទៅឲ្យ AI convert អញ្ចឹងកន្លែងហ្នឹងវារៀងយូរដែរវាអាចនឹងតាក់ទងជាមួយនឹងspeed internet យើងឬក៏ទំហំ file រូបភាពយើងអញ្ចឹងណាអញ្ចឹងវាត្រូវការconvert ឲ្យទៅជារូបតុក្កតាហ្នឹងវារៀងយូរអញ្ចឹងយើងធ្វើការរងចាំវាកំពុងតែ getting and started អញ្ចឹងយើងរងចាំវាបន្តិចទៅវា slow ដែរអ៊ីនធឺណិតនៅខាងខ្ញុំ slow អញ្ចឹងបើសិនជាអ៊ីនធឺណិតនៅកន្លែងបងប្អូនវាដំណើរការល្អអាចនឹងលឿនជាងនឹងអញ្ចឹងណាអញ្ចឹង AI វាកំពុងតែធ្វើការ verify រូបភាពយើងនឹងធ្វើម៉េចឲ្យវាទៅជារូបតុក្កតាដែលយើងចង់បានអញ្ចឹងវាកំពុងតែ scan ឬក៏កំពុងតែធ្វើការកែប្រែរូបដែលយើង send ឲ្យ AI នឹង convert អញ្ចឹងវាបានមកនេះបានរូបនឹងមកនេះជារូបភាពដែលយើងបានពី AI អញ្ចឹងយើងអាចចុចរូបនឹង save ដើម្បីទុកនៅក្នុងទូរស័ព្ទដើម្បីធ្វើការចែករំលែកឬក៏យើងចង់ផុសអញ្ចឹងណាដោយសារតែមួយរយៈនេះឃើញគេផុសតាមនៅ Facebook អីច្រើនអញ្ចឹងខ្ញុំចុចឲ្យ save ហើយមុនហ្នឹងខ្ញុំចុច save បន្ទាប់មកខ្ញុំចូលទៅមើលរូបភាពដែលខ្ញុំបាន save នេះជារូបភាពដែលខ្ញុំបាន save អញ្ចឹងតើតើនឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ